គឺត្រូវបានក្រុមចៅពីរនាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គាត់បាត់ដោយសុវត្ថិភាពកាលពីម្សិលមិញឥឡូវនេះកាមេរ៉ារបស់ភាពគេចាប់បានឲ្យផ្លូវកែងពេលវាជិះចេញហ្មងក្នុងម៉ោង 8 កន្លះ នេះប្រហែលអ្នកដែរបងនេះសកម្មភាពដំបូងក្នុងកាមេរ៉ាហ្នឹងមានម្នាក់ជិះកើបចូលហើយក្នុងរូបកាមេរ៉ាដូចខ្ញុំមានយ៉ាងឈប់ចាំមើលផ្លូវគ្នាវាប្រហែលជា2ម៉ូតូតែចុងក្រោយខ្ញុំឃើញថាប្រុស2នាក់ទេវាធាក់កាច់កម៉ូតូហើយវារុញទៅសិនណាវារុញទៅសិនហើយវាធាក់ជ្រុលទៅអាមួយទៅឆ្វេងទៅស្ដាំតមកអាមួយវារៀងគាំងនៅកន្លែងកែងតូបគេលក់ដូរហ្នឹងទៅវាគ្នាវាបកដៃហៅទៅបានជិះតទៅមុខទៀតបងជិះរាប់អស់ផ្លូវកែងទៅមុខទៀតទៅតអាសង់025ហ្មងផ្លាកលេខប្រហែលបង1 T 8កុដ64ភ្នំពេញឬខេត្តអីគេខេត្តកំពង់ធំម្ដងទៀតមកបងខេត្តកំពង់ធំហ្មងអញ្ចឹងឥឡូវនេះចង់ឲ្យគាត់ជួយស្រាវជ្រាវរោមើលឲ្យបានលឿនអញ្ចឹងណាបងព្រោះអីម៉ូតូយើងយកមកទៅតាបងគេបាន5ខែឥឡូវចោលយកទៅបាត់ទៀតខ្ញុំទៅដល់កន្លែងក្រុមហ៊ុនគេដែរហើយខ្ញុំសួរថាឥឡូវបើករណីបាត់ម៉ូតូដោយខ្ញុំប្រុងប្រយ័ត្នដែរអញ្ចឹងខ្ញុំដាក់ពាក្យបណ្ដឹងភ្លាមអញ្ចឹងក្រុមហ៊ុនអាចមាន GPS តាមដានខ្ញុំអត់ខ្ញុំទៅឡើងពី3ក្រុមហ៊ុនទៅដល់ទៅកន្លែងសាខាទិញម៉ូតូនឹងផងកន្លែងធនាគារនឹងផងឲ្យគេភាសាឲ្យគេថាម៉ូតូហ្នឹងខ្ញុំបានដាក់ GPS ឲ្យទេហើយម៉ូតូទិញថ្មីជ្រើងខ្ញុំសួរគេកន្លែងណាគេថាមាន GPS ដែរបងហើយគាត់ថាអត់មានអញ្ចឹងគាត់ថាឲ្យខ្ញុំហ្នឹងទូខុសត្រូវខ្លួនឯងទៅក៏អត់ដឹងទេអញ្ចឹងខ្ញុំចង់ឲ្យបងផ្សាយអញ្ចឹងគាត់ធ្វើអញ្ចឹងត្រូវអត់ខ្ញុំចង់ដឹងអញ្ចឹងណាភេសជ្ជៈបើកម្លាំង Powerade អនុភាពឆ្ពោះទៅភាពជោគជ័យអាហារបំពន់ស៊ីបែប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហៃវិលមុខកោសខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមគ្រប់នឹងឲ្យជម្រាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាពវិថី News ឥឡូវនេះបាទប្អូនស្រីនិងប្អូនប្រុស2នាក់បានមកពីខេត្តបានមកពីក្នុងសង្កាត់កបូលបាទគឺក្នុងខណ្ឌកបូលបាទក្នុងសង្កាត់កតូបបាទគាត់មានហេតុការណ៍មួយបានកើតឡើងទៅលើគាត់គឺត្រូវបានក្រុមចៅ2នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់គាត់បាត់ដោយសុវត្ថិភាពបាទកាលពីម្សិលមិញឥឡូវនេះគាត់មកដល់គោលស្ពានជ្រោយវ៉ាដើម្បីឲ្យខ្ញុំផ្សព្វផ្សាយនៅដំណឹងនេះផងហើយក៏ស្នើសុំឲ្យសមាជិកជួយអន្តរាគមន៍រឿងនេះផងជំរាបសួរអ្នកទាំងពីរឈ្មោះអីដែរបងលោកកៅសុនឆេងហ្មងហើយមានរឿងអីហើយមកដល់គោស្ពាននេះមកជួបបងនេះមានបញ្ហាអីដែរបងបាត់ម៉ូតូបងបាត់ម៉ូតូបាត់ពីពេលណាណែបងបាត់ពេលម៉ោង8បាក់ម៉ោង8កន្លះបាត់នៅណាបាត់នៅក្នុងបន្ទប់ជួលម្ដុំណាបងនៅបរិយាសែននរមកាត់អីគេកាត់ខាន់កន្តោបហ្នឹងបងតូបខាន់កបូលណាបានដឹងដំណើរដើមតងសាច់រឿងនឹងតិចមើលថាមូលហេតុអីហើយទុកយ៉ាងម៉េចបានវាចូលទៅលួចបានស្រួលអញ្ចឹងនិយាយទៅដាក់នៅក្នុងបន្ទប់ជួលរត់តែដងហ្នឹងប៉ុន្តែថ្ងៃហ្នឹងយកអត់បានចាប់អារម្មណ៍ថ្ងៃហ្នឹងខ្ញុំមកពីខាងក្រៅទិញបុកល្ហុងអញ្ចឹងបាក់ម៉ោង7ខ្ញុំទិញបុកល្ហុងឲ្យហើយខ្ញុំឡើងចូលទៅបន្ទប់ពេលម៉ោង8ហ្នឹងខ្ញុំអត់បានចាប់អារម្មណ៍នឹងម៉ូតូទេព្រោះឲ្យកូនក្មេងវារត់លេងអញ្ចឹងណាមួយទ្វារបិទដែរបងទ្វារវាបិទដែរតែពេលខ្ទង់ម៉ោង8កន្លះហ្នឹងមិត្តភក្តិខ្ញុំវាងាកមើលម៉ូតូដល់ពេលអញ្ចឹងទៅថាឯណាម៉ូតូថ្ងៃណាអញ្ចឹងទៅខ្ញុំក៏បានចាប់អារម្មណ៍ខ្ញុំថាវានិយាយលេងទៀតតែពេលងាកមើលទៅបាត់ម៉ូតូមែនទៅបានស្ទុះស្លន់ស្លោមកបានគេនិយាយថាមានចៅ2នាក់ធាក់ម៉ូតូទៅអីតាំងស្មានណាមកខ្ញុំអត់ដឹងដែរបងទងម៉ោង8បងទងម៉ោង8បាទមានកាមេរ៉ាសុវត្ថិភាពទេបងកាមេរ៉ាសុវត្ថិភាពគេចាប់បានឲ្យផ្លូវកែងពេលវាជិះចេញហ្មងទងម៉ោង8កន្លះនេះប្រហែលអ្នកដែរបងនេះសកម្មភាពដំបូងក្នុងកាមេរ៉ាហ្នឹងមានម្នាក់ជិះកើបចូលហើយក្នុងរូបកាមេរ៉ាដូចខ្ញុំមានយ៉ាងឈប់ចាំមើលផ្លូវគ្នាវាប្រហែលជា2ម៉ូតូតែចុងក្រោយខ្ញុំឃើញថាប្រុស2នាក់ទេវាធាក់កាច់កម៉ូតូហើយវារុញទៅសិនណាវារុញទៅសិនហើយវាធាក់ជ្រុលទៅអាមួយទៅឆ្វេងទៅស្ដាំតមកអាមួយវារៀងគាំងនៅកន្លែងកែងតូបគេលក់ដូរហ្នឹងទៅវាគ្នាវាបកដៃហៅទៅបានជិះតទៅមុខទៀតបងជិះរាប់អាផ្លូវកែងទៅមុខទៀតទៅម៉ូតូដែលគេកាច់យកទៅនឹងម៉ូតូអីគេបងតូអាសង់025ហ្មងផ្លាកលេខប្រហែលបង1 T 8កុដ64ភ្នំពេញឬខេត្តអីគេខេត្តកំពង់ធំម្ដងទៀតមកបងខេត្តកំពង់ធំហ្មងអញ្ចឹងឥឡូវនេះមានពាក្យពេចន៍អីសំណូមពរទៅកាន់សមាជិកអត់ឲ្យសមាជិកជួយយ៉ាងម៉េចចង់ឲ្យគាត់ជួយស្រាវជ្រាវរោមើលឲ្យបានលឿនអញ្ចឹងណាបងព្រោះអីម៉ូតូយើងយកមកទៅតាបងគេបាន5ខែឥឡូវចោលយកទៅបាត់ទៀតតាបងលួសគេទេចាទិញមែនតោហ្នឹងម៉ូតូការដែលខ្ញុំបងលួសគេហ្នឹងគេដាក់ឲ្យខ្ញុំ3000បងហើយគេ
គេឲ្យខ្ញុំរយៈពេល5ឆ្នាំខ្ញុំសូម3ឆ្នាំគេអត់ព្រមទេថាខ្ញុំ2នាក់អាចរត់អត់រួចតែ5ឆ្នាំដល់ពេលឥឡូវបាទខ្ញុំទៅដល់កន្លែងក្រុមហ៊ុនគេដែរហើយខ្ញុំសួរថាឥឡូវបើករណីបាត់ម៉ូតូដោយខ្ញុំប្រុងប្រយ័ត្នដែរអញ្ចឹងខ្ញុំដាក់ពាក្យបណ្ដឹងភ្លាមអញ្ចឹងក្រុមហ៊ុនអាចមាន GPS តាមដានខ្ញុំអត់ខ្ញុំទៅឡើងពី3ក្រុមហ៊ុនទៅដល់ទៅកន្លែងសាខាទិញម៉ូតូនឹងផងកន្លែងធនាគារនឹងផងឲ្យគេភាសាឲ្យគេថាម៉ូតូហ្នឹងខ្ញុំបានដាក់ GPS ឲ្យទេហើយម៉ូតូទិញថ្មីជ្រើងខ្ញុំសួរគេកន្លែងណាគេថាមាន GPS ដែរបងហើយគាត់ថាអត់មានអញ្ចឹងគាត់ថាឲ្យខ្ញុំហ្នឹងទូខុសត្រូវខ្លួនឯងទៅក៏អត់ដឹងទេពីអញ្ចឹងខ្ញុំចង់ឲ្យបងផ្សាយអញ្ចឹងគាត់ធ្វើអញ្ចឹងត្រូវអត់ខ្ញុំចង់ដឹងអញ្ចឹងណា នេះជាការទុករបស់យើងព្រោះម៉ូតូគឺយើងអ្នកទុកអ្នកដាក់យើងទិញរបស់គេហើយអញ្ចឹងយើងជាអ្នកទទួលខុសត្រូវខ្លួនឯងចុះកន្លែងទុកម៉ូតូនៅក្នុងផ្ទះជួលហ្នឹងមានបានផ្ញើគេត្រឹមត្រូវទេ ផ្ញើគេបង ផ្ញើយ៉ាងម៉េចម្ ចាស់ផ្ទះគេដឹងឮថាម៉ូតូយើងនៅហ្នឹងហើយណាមួយក៏អត់មានណាគេមកអត់មានដាក់ញ៉ែញ៉ៃអីទេមានតែឡានមួយហើយនឹងម៉ូតូ2គ្រឿង ទុកដូចផ្ទះល្វែងអញ្ចឹង ទុកដូចផ្ទះល្វែងយើងនៅអញ្ចឹង កន្លែងដាក់ឡានម៉ូតូ ចុះមានពាក្យពេចន៍អីទៅនិយាយទៅកាន់អា2នាក់ដែលលួចទៅហ៎ ពីអ្នកដែលលួចទៅហ្នឹងថាកុំឲ្យធ្វើចោលទេវាអត់ល្អទេបងធ្វើឲ្យគេរងទុកពិបាកអញ្ចឹងបងគេវេទនាយកទៅសុបាយតែមួយគ្រាទេលក់ក៏មិនបានច្រើនដែរម៉ូតូអត់ពុនអត់កាត់គ្រាបង យើងរងថ្ងៃ2នាក់ហ្នឹងខំធ្វើការចង់ងាប់ហើយ ការរងចាក់បង ពុនកាចាអានោះវាចាំតែលួចស្រួលមក ចាំទៅលួចបងខ្ញុំរៀនសង្ស័យដែរប្រហែលថ្ងៃហ្នឹងមានអ្នកនាំមកអ្នកប្លែកមកមើលបន្ទប់ផងអីផងមានខាងអ្នកស្គាល់ខ្ញុំតែអត់ស្និទ្ធស្នាលប៉ុន្មានទេនាំបងប្អូនមកសុំដាក់ម៉ូតូ2ថ្ងៃផងហើយថ្ងៃទី3បាត់ម៉ូតូខ្ញុំមកហើយម្នាក់ក៏មកដាក់ទៀតដែរហើយក្នុងថ្ងៃអាទិត្យហ្នឹងមាននាំមកក្រុមមកទៀតរៀងចាស់ដែរមានស្រីមានប្រុសហើយខ្លះណាពាក់មួកខ្លះណាទទួលកុមារមកសុំមើលបន្ទប់ឯណាណីតែអត់មានការអនុញ្ញាតពីម្ចាស់ផ្ទះហើយនឹងខ្ញុំអ្នកជួលបន្ទប់ហ្នឹងហើយក៏នាំគេមកមើលវិញហ្នឹងហើយខ្ញុំក៏សង្ស័យដែរប្រហែលជាមុខសញ្ញាហ្នឹងឯងបងបាទបងបាទ ប៉ុណ្្នឹងឯណា បាទបង បាទប្រិមជនឥឡូវនេះបាទពួកគាត់ដែលជាកម្មកររោងចក្រនៅក្នុងសង្កាត់កតូបខណ្ឌកបូលបាទគឺគាត់បានបាត់ម៉ូតូបាទគឺជនសង្ស័យ2នាក់បានធ្វើសកម្មភាពចូលទៅកាច់កនៅក្នុងផ្ទះជួលកាលពីយប់មិញបាទយប់ម្សិលមិញបាត់ដោយសុវត្ថិភាពបាទឥឡូវនេះសង្ឃឹមថាសមាជិកលោកនឹងជួយធ្វើការរឿងនេះផងព្រោះអីពួកគាត់កម្មកររោងចក្រអត់មានលុយអីច្រើនទេបាទគាត់ខំធ្វើការដើម្បីដោះបំណុលគេបាទនឹងធ្វើការដោះនៅបង់រំលោះម៉ូតូនេះតម្រាំបានមួយខែមកបាទពិបាកណាស់អញ្ចឹងសង្ឃឹមថាលោកអធិការនគរបាលខណ្ឌកបូលជួយធ្វើការឲ្យគាត់ផងបាទសង្ឃឹមថាលោកអធិការមិនអស់រំលងទេសង្ឃឹមថាលោកនឹងមានវិធានការតាមស្រាវជ្រាវបាទព្រោះអីកាមេរ៉ាសមត្ថភាពក៏មានហើយអញ្ចឹងមិនពិបាកនឹងរកទេសង្ឃឹមថាសមាជិកលោកនឹងអាចជួយតាមចាប់នៅជនសង្ស័យទាំង2នាក់នេះយកមកដាក់ទោសទៅតាមផ្លូវច្បាប់តទៅបានអរគុណព្រះវិជនខ្ញុំបាទមីស្ទ័រការរួមទាំងលោកត្រានិងបងអូនស្រីបងអូនប្រុសក៏សូមលំអរកាយគ្រប់លាបើសិនជាមានពាក្យពេចន៍ខុសឆ្គងត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងដែរអរគុណ